រថយន្ត Ford Territory ចំនួនថ្មីមានបំពាក់ចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃហើយមានមុខងារបិទបើក Far Code ដោយស្វ័យប្រវត្តិតែម្ដងព្រមទាំងមានមុខងារ Follow Me Home ផងដែរសូមចុច Menu Home នៅលើអេក្រង់កំសាន្ត Touch Screen ផ្នែកកណ្ដាលរួចចុចលើ Vehicle Settings រួចចុចយកពាក្យ Vehicle Safety ស្ថិតនៅក្រោម Setting Intelligent High Beam Control លោកអ្នកអាចកំណត់បិទដំណើរការមុខងារនេះដែលបង្ហាញឲ្យឃើញពណ៌ខ្មៅឬបើកដែលបង្ហាញឲ្យឃើញពណ៌ទឹកក្រូចជម្រើសទី1គឺបិទប្រព័ន្ធភ្លើងផ្នែកខាងមុខជម្រើសទី2គឺបើកដំណើរការមុខងារចង្កៀងមុខស្វ័យប្រវត្តិជម្រើសទី3គឺបើកភ្លើងបំភ្លឺពេលថ្ងៃឬ Daytime Running Lights ជម្រើសទី4គឺបើកភ្លើងកូដផ្នែកខាងមុខរុញដងចង្កឹះក្រោយដៃចង្កូតទៅមុខដើម្បីបើកដំណើរការមុខងារភ្លើងហ្វារុញដងចង្កឹះក្រោយដៃចង្កូតមកក្រោយដើម្បីញាក់ភ្លើងហ្វាលោកអ្នកក៏អាចបើកដំណើរការអំពូលកាត់អាប់ផ្នែកខាងមុខបានដែរតាមរយៈប៊ូតុងរូបចង្កៀងបាញ់ភ្លើងទៅខាងឆ្វេងនិងបើកដំណើរការអំពូលកាត់អាប់ផ្នែកខាងស្ដាំតាមរយៈប៊ូតុងរូបចង្កៀងបាញ់ភ្លើងទៅស្ដាំឬបើកដំណើរការអំពូលកាត់អាប់តាមរយៈប៊ូតុងរូបរង្វង់មូល